សួស្តីទាំងអស់គ្នាថ្ងៃនេះគឺបង្ហាញពីរបៀបបើកកម្មវិធី Word ដោយទាំងអស់គ្នាបើកកម្មវិធី Word ដោយទី1ចុចលើកម្មវិធី Word ដែលមាននៅលើផ្ទាំង desktop បាទហើយបន្តមកទៀតទាំងអស់គ្នាចង់បង្កើតឯកសារថ្មីចុច New ហើយចុចលើពាក្យថា Blank Document ដើម្បីបង្កើតឯកសារថ្មីហើយនៅពេលដែលយើងចុច Blank Document យើងនឹងបានទទួលกระดาษសទៅទេអញ្ចេះបាទហើយបើចង់បិទវិញទាំងអស់គ្នាអាចចុចសញ្ញាខ្វែងដើម្បីបិទកម្មវិធីបាទហើយមួយទៀតរបៀបបើកមួយទៀតគឺយើងចុចលើប៊ូតុង Search បាទហើយទាំងអស់គ្នាវាយឈ្មោះកម្មវិធី Word ចុចលើកម្មវិធី Word ខាងឆ្វេងក៏បានខាងស្ដាំក៏បានដែលនៅខាងលើគេហើយក៏ដូចគ្នាដែរទាំងអស់គ្នាចុចបង្កើតឯកសារថ្មីចុច New ហើយចុចពាក្យថា Blank Document អញ្ចឹងដូចគ្នាដែរបាទនៅពេលដែលយើង Blank Document នឹងបានកระดาษសទៅទេអញ្ចឹងបាទហើយវិធីទី3នៅពេលដែលទាំងអស់គ្នាចង់បើកកម្មវិធី Word ទាំងអស់គ្នាចុច keyboard Windows បូកជាមួយអក្សរ O ហើយយើងវាយពាក្យថា WinWord នៅក្នុងប្រអប់ Run ហើយចុច OK ឬក៏ចុច Enter ហើយបើកាន់ឯកសារថ្មីចុចពាក្យថា New Blank Document ដូចគ្នាបាទនោះទាំងអស់គ្នានឹងបានឯកសារថ្មីដូចមុនដែរបាទហើយយើងចុចខ្វែងបិទបាទអញ្ចឹងរបៀបបិទកម្មវិធីបើកកម្មវិធី Word គឺមានតែប៉ុណ្ណឹងបាទសូមអរគុណ